បរមគ្រូព្រះអង្គជាបុគ្គលឧត្តមជាងជនត្រេកអរចំពោះគុណនោះហើយតាំងខ្ញុំក្នុងតំណែងជាអេតតកថាខេមាភិក្ខុនីនេះប្រសើរបំផុតជាងភិក្ខុនីទាំងឡាយដែលមានប្រាជ្ញាច្រើនកិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយភពទាំងអស់ខ្ញុំកោះរំលើងហើយខ្ញុំជាអ្នកមិនមានអាសវៈព្រោះបានកាត់ចំណោះដូចជាមេដំរីកាត់ផ្ដាច់នៅទន្លេណូខ្ញុំមកនេះល្អហើយក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរវិជ្ជា3ខ្ញុំបានសម្រេចហើយសាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយបដិសម្បទា4វិមោក8និងអភិញ្ញា6នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធក៏ខ្ញុំបានបរិបត្តិហើយដែរចំណែកឯការដែលព្រះនាងខេមាធេរីបានទទួលការលើកដំកើងឲ្យជាអ្នកប្រសើរជាងភិក្ខុនីទាំងឡាយផ្នែកជាអ្នកមានបញ្ញាច្រើននោះក៏មានសម្ដែងប្រកបក្នុងគម្ពីរអង្គត្រនិកាយឯកនិបាតាសម័យមួយព្រះភគវាគង់ក្នុងវត្តចេតពុនជិតក្រុងសាវត្ថីព្រះសាស្តាបានទ្រង់ប្រកាសតែងតាំងភិក្ខុនីទាំងឡាយទុកក្នុងតំណែងផ្សេងសំគួរដល់ការសន្សំបុណ្យបារមីមកអំពីអតីតជាតិពេលនោះដែរព្រះទុសពលក៏ទ្រង់បានប្រកាសតែងតាំងព្រះនាងខេមាធេរីទុកក្នុងតំណែងជាអេតតកថាអេតតកៈភិក្ខុវេមសាវិកានាងភិក្ខុនីនាងមហាបញ្ញានាងយតិទាំងខេមាមនាលភិក្ខុទាំងឡាយនាងខេមាធេរីជាអ្នកប្រសើរជាងភិក្ខុនីទាំងឡាយជាអរិយសាវិការបស់តថាគតផ្នែកខាងមានប្រាជ្ញាច្រើនក្នុងផ្នែកបង្ហាញសេចក្តីជាអ្នកត្រួតត្រងនៅភូមិនៃបញ្ញាដ៏ស្រួចស្រាលរបស់ព្រះនាងខេមាធេរីដោយដែលមានសម្ដែងនៅក្នុងអត្ថកថាធម្មបទនៃព្រាហ្មវគ្គក្នុងរឿងព្រះខេមាធេរីថាសម័យមួយព្រះសាស្តាគង់នៅក្នុងភ្នំកិច្ចកោฏជិតក្រុងរាជក្រឹសទ្រង់ត្រាស់ប្រោបចំពោះព្រះនាងខេមាធេរីថាថ្ងៃមួយសកៈទេវរាជស្ដេចមកព្រមទាំងបរិវារនៅក្នុងចន្លោះបឋមយាមព្រះអង្គបានឈរស្ដាប់ធម្មកថាដែលជាទីតាំងនៃសេចក្តីរលឹកដល់គ្នានៅក្នុងសំណាក់របស់ព្រះបរមសាស្តាក្នុងខណៈនោះព្រះនាងខេមាធេរីកំពុងនិមន្តមកដោយការតាំងចិត្តថានឹងចូលទៅកលព្រះដ៏មានប្រភាកលុះក្រឡេកឃើញសកៈទេវរាជកំពុងតែឈរស្ដាប់ព្រះធម្មទេសនាព្រះធេរីទៅឈរនៅទីកណ្ដាលវាលនោះឯងទ្រង់ថ្វាយបង្គំព្រះភគវាហើយក៏ត្រឡប់ជិះចេញទៅគ្រានោះសកៈទេវរាជបានទតឃើញព្រះនាងខេមាធេរីហើយតែទ្រង់មិនស្គាល់ទៅក្រាបទូលសួរព្រះសម្ពុទ្ធថាបបិទ្ធព្រះសាស្តាដ៏ចម្រើនភិក្ខុនីរូបនោះឈ្មោះអ្វីមកឈរនៅទីកណ្ដាលវាលត្រង់នោះថ្វាយបង្គំព្រះអង្គហើយក៏ត្រឡប់ជិះចេញទៅវិញព្រះលោកនាថត្រាស់តបថាមហាបពិតភិក្ខុនីនោះជាធីតារបស់តថាគតឈ្មោះថាខេមាព្រះនាងជាអ្នកមានប្រាជ្ញាច្រើនជាអ្នកឆ្លះវៃក្នុងផ្លូវនិងមិនមែនផ្លូវនៃទុគតិផ្លូវនៃសុគតិផ្លូវនៃព្រះនិព្វាននឹងត្រាស់ព្រះគាថាថាតថាគតហៅអ្នកមានប្រាជ្ញាជ្រាលជ្រៅថាជាអ្នកប្រាជ្ញឆ្លះវៃក្នុងផ្លូវនិងមិនមែនផ្លូវសម្រាប់ប្រយោជន៍ខ្ពង់ខ្ពស់បំផុតព្រះអរហត្តផលថាជាព្រាហ្មណ៍អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរក្នុងពេលដែលព្រះទសពលត្រាស់ទេសនានេះចប់ពុទ្ធបរិស័ទជាច្រើនបានសម្រេចអរិយផលទៅតាមអបនិស្ស័យរបស់ខ្លួនមានព្រះសោតាបត្តជាដើមព្រះនាងខេមាធេរីចាត់ថាជាអ្នកឆ្លៀសវៃផ្នែកខាងសម្ដែង វាទៈបដិភានដ៏ល្អប្រពៃ
តាមដែលមានសម្ដែងប្រកាសក្នុងគម្ពីរសង្យុត្តនិកាយសាលាយតនវគ្គនៃអព្យាកតសង្យុត្ថាសម័យមួយព្រះមានប្រភិយទ្រង់គង់ក្នុងវត្តចេតពុនរបស់អនាថបណ្ឌកសិទ្ធិនៅក្នុងក្រុងសាវត្ថីគ្រានោះឯងនាងខេមាភិក្ខុនីត្រាច់ទៅកាន់ចរិតក្នុងកោសលជនបទបានចូលទៅអាស្រ័យនៅក្នុងស្រុកឈ្មោះតោរណវត្ថុជាចន្លោះក្រុងសាវត្ថីនិងចន្លោះក្រុងសាកេតលំដាប់នោះព្រះបាទបសេនតិកោសលស្ដេចចេញចាកក្រុងសាកេតហើយទៅកាន់ក្រុងសាវត្ថីស្ដេចចូលទៅកាន់សំណាក់អស់មួយរាត្រីនៅក្នុងស្រុកតោរណវត្ថុដែលជាចន្លោះនៃក្រុងសាវត្ថីនិងក្រុងសាកេតគ្រានោះព្រះបាទបសេនតិកោសលទ្រង់ត្រាស់នឹងបរោះម្នាក់ថាណែបរោះដ៏ចម្រើនអ្នកឯងមកអាយអ្នកឯងចូលដឹងគួយគុណមើលនៅសាមណៈឬព្រាហ្មណ៍ក្នុងស្រុកតោរណវត្ថុដែលល្មមអាចចូលទៅរកក្នុងថ្ងៃនេះបរោះនោះទទួលព្រះរាជអង្គការព្រះបាទបសេនតិកោសលថាព្រះករុណាថ្លៃវិសេសហើយតែរង្កត់ទៅសពស្រុកតោរណវត្ថុក៏បានមិនឃើញសាមណៈឬព្រាហ្មណ៍ណានីមួយដែលល្មមព្រះបាទបសេនតិកោសលទ្រង់ចូលទៅរកសោះឡើយបរោះនោះស្រាប់តែបានឃើញខេមាភិក្ខុនីចូលទៅនៅអាស្រ័យក្នុងស្រុកតោរណវត្ថុនោះលុះឃើញហើយក៏ចូលទៅកល់ព្រះបាទបសេនតិកោសលលុះចូលទៅដល់បានក្រាបបង្គំហើយដូច្នេះថាបបិទ្ធព្រះសម្មាទេពក្នុងស្រុកតោរណវត្ថុមិនមានសាមណៈឬព្រាហ្មណ៍ណាមួយដែលល្មមព្រះអង្គស្ដេចចូលទៅរកឡើយបបិទ្ធព្រះសម្មាទេពមានតែភិក្ខុនីមួយរូបឈ្មោះខេមាជាសាវិការបស់ព្រះមានប្រភិយអរហន្តសម្មាសម្ពុទ្ធអង្គនោះឯកិត្តិស័ព្ទដ៏ពិរោះរបស់ព្រះនាងជាម្ចាស់នោះល្បីខ្ជរខ្ចាយទៅយ៉ាងនេះថាព្រះនាងជាអ្នកមានប្រាជ្ញាឆ្លៀសវៃមានប្រាជ្ញាជាពហុសូត្រមានសម្ដីដ៏វិចិត្រមានបដិភានអ្នកល្អសូមព្រះអង្គស្ដេចចូលទៅរកខេមាភិក្ខុនីនោះចុះលំដាប់នោះព្រះបាទបសេនតិកោសលក៏ស្ដេចចូលទៅរកខេមាភិក្ខុនីលុះចូលទៅដល់ទ្រង់ថ្វាយបង្គំព្រះខេមាភិក្ខុនីហើយគង់ក្នុងទីដ៏សមគួរលុះព្រះបាទបសេនទ្រង់គង់នៅទីដ៏សមគួរហើយទ្រង់មានព្រះទូលនឹងខេមាភិក្ខុនីដូច្នេះថាបបិទ្ធព្រះនាងជាម្ចាស់សត្វស្លាប់ទៅកើតទៀតឬទេបបិទ្ធមហារាជពាក្យថាសត្វស្លាប់ទៅកើតទៀតនេះព្រះសគុតទ្រង់មិនបានព្យាករទេបបិទ្ធព្រះនាងម្ចាស់ចុះសត្វស្លាប់ទៅមិនកើតទៀតឬអ្វីបបិទ្ធមហារាជពាក្យថាសត្វស្លាប់ទៅមិនកើតទៀតនេះព្រះលោកនាថទ្រង់មិនបានព្យាករទេបបិទ្ធព្រះនាងម្ចាស់ចុះសត្វស្លាប់ទៅកើតទៀតខ្លះក៏មានមិនកើតទៀតខ្លះក៏មានឬអ្វីបបិទ្ធមហារាជពាក្យថាសត្វស្លាប់ទៅកើតទៀតខ្លះក៏មានមិនកើតទៀតខ្លះក៏មាននេះព្រះសាស្តាទ្រង់មិនបានព្យាករទេបបិទ្ធព្រះនាងម្ចាស់សត្វស្លាប់ទៅកើតទៀតក៏មិនមែនមិនកើតទៀតក៏មិនមែនឬអ្វីបបិទ្ធមហារាជពាក្យថាសត្វស្លាប់ទៅកើតទៀតក៏មិនមែនមិនកើតទៀតក៏មិនមែននោះព្រះមានបនក៏មិនព្យាករទេគ្រានោះព្រះបាទបសេនតិកោសលទ្រង់សន្តាប់ពាក្យបដិសេធពីព្រះនាងខេមាធិរីគ្រប់បញ្ហាទើបមានព្រះរាជតម្រាស់ត្រាស់សួរទៀតថាបបិទ្ធព្រះនាងជាម្ចាស់កាលដែលសួរដូច្នេះថាបបិទ្ធព្រះនាងជាម្ចាស់សត្វស្លាប់ទៅកើតទៀតឬទេព្រះនាងជាម្ចាស់ឆ្លើយថាបបិទ្ធមហារាជពាក្យថាសត្វស្លាប់ទៅកើតទៀតនេះព្រះវិចិត្រមាទ្រង់មិនបានព្យាករទេកាលដែលខ្ញុំសួរដូច្នេះថាបបិទ្ធព្រះនាងម្ចាស់ចុះសត្វស្លាប់ទៅមិនកើតទៀតឬអ្វីព្រះនាងជាម្ចាស់ឆ្លើយថាបបិទ្ធមហារាជពាក្យថាសត្វស្លាប់ទៅមិនកើតទៀតនេះព្រះភគវាទ្រង់មិនព្យាករទេកាលដែលខ្ញុំសួរដូច្នេះថាបបិទ្ធព្រះនាងជាម្ចាស់ចុះសត្វស្លាប់ទៅកើតទៀតខ្លះក៏មានមិនកើតទៀតខ្លះក៏មានឬអ្វីព្រះនាងជាម្ចាស់ឆ្លើយថាបបិទ្ធមហារាជពាក្យថាសត្វស្លាប់ទៅកើតទៀតខ្លះក៏មានមិនកើតឃ្លាតតាក៏មានព្រោះលោកនាថមិនព្យាករទេ
ការដែលខ្ញុំសួរដូច្នេះថាបបិទ្ធព្រះនាងម្ចាស់ចោះសัตว์ស្លាប់ទៅកើតទៀតក៏មិនមែនមិនកើតទៀតក៏មិនមែនឬអ្វីព្រះនាងម្ចាស់ឆ្លើយថាបបិទ្ធមហារាជពាក្យថាសត្វស្លាប់ទៅកើតទៀតក៏មិនមែនមិនកើតទៀតក៏មិនមែនព្រះមុនីទ្រង់មិនព្យាករទេបបិទ្ធព្រះនាងម្ចាស់អ្វីជាហេតុអ្វីជាបច្ច័យដែលនាំឲ្យព្រះទស្សពលមិនទ្រង់ព្យាករពាក្យនេះបបិទ្ធមហារាជបើដូច្នោះអាត្មាភាពសូមសាកសួរព្រះអង្គនៅក្នុងសេចក្តីនេះវិញសូមព្រះអង្គទ្រង់ព្យាករសេចក្តីនោះតាមទំនងដែលព្រះអង្គសពប្រតិចុះបបិទ្ធមហារាជព្រះអង្គសម្គាល់សេចក្តីនោះដូចម្ដេចបើមានរាជបរោះណានីមួយរបស់ព្រះអង្គជាអ្នកឆ្លៀសវៃក្នុងការរាប់ដោយវិធីនុពន្ធក្តីជាអ្នកឆ្លៀសវៃក្នុងការរាប់ដោយម្រាមដៃក្តីជាអ្នកឆ្លៀសវៃក្នុងការរាប់ដោយវិធីបោកក្តីតើអាចនឹងរាប់ខ្សាច់ក្នុងទន្លេកង្គាថាខ្សាច់មានប្រមាណក្របប៉ុណ្ណេះក្តីខ្សាច់មានប៉ុណ្ណេះ100ក្តីខ្សាច់មានប៉ុណ្ណេះពាន់ក្តីខ្សាច់មានប៉ុណ្ណេះសែនក្តីដូច្នេះបានឬទេព្រះជាត្រាស់តបថាมันអាចរាប់បានទេព្រះនាងម្ចាស់ព្រះថេរីទូលសួរទៀតថាមួយវិញទៀតមហាបពិតបើមានរាជបរោះណានីមួយរបស់ព្រះអង្គជាអ្នកឆ្លៀសវៃក្នុងការរាប់ដោយវិធីនិពន្ធក្តីជាអ្នកឆ្លៀសវៃក្នុងការរាប់ដោយម្រាមដៃក្តីជាអ្នកឆ្លៀសវៃក្នុងការរាប់ដោយវិធីបោកក្តីតែគេអាចនឹងរាប់ទឹកក្នុងមហាសមុទ្រថាមានទឹកប្រមាណអលោកៈក្តីមានប៉ុណ្ណេះ100អលោកៈក្តីមានប៉ុណ្ណេះពាន់អលហកៈក្តីមានប៉ុណ្ណេះសែនអលហកៈក្តីដូច្នេះបានឬទេព្រះជាត្រាស់តបថាมันអាចបានទេព្រះនាងម្ចាស់ព្រះថេរីទូលសួរថាដំណើរនោះតើព្រោះហេតុអ្វីព្រះជាត្រាស់តបថាបបិទ្ធព្រះនាងចាស់ព្រោះថាសមុទ្រធំជ្រៅកំណត់ប្រមាណមិនបានស្ទង់បានដោយកម្រក្រៃពេកណាស់ព្រះថេរីទូលថាមហាបបិទ្ធមហារាជសេចក្តីឧបមាក៏ដូចនេះដែរបុគ្គលកាលបញ្ញត្តិគួរបញ្ញត្តិនៅសត្វដោយរូបណារូបនេះព្រះតថាគតក៏បានលះបង់ចោលហើយបានកោះរំលើងឲ្យឫសគល់អស់ហើយបានធ្វើឲ្យនៅសល់តែទីនៅដូចជាទីនៅនៃដើមត្នោតបានធ្វើឲ្យលែងមានបែបភាពមានសភាពមិនកើតឡើងតទៅទៀតឡើយបបិទ្ធមហារាជព្រះតថាគតផុតចាកការរាប់នៅរូបជាបុគ្គលជ្រើកំណត់ប្រមាណមិនបានស្ទង់បានដោយកម្រក្រៃពេកបបិទ្ធមហារាជដូចជាមហាសមុទ្រដែរការពោលថាសត្វដល់ការស្លាប់ហើយកើតទៀតក្តីមិនកើតទៀតក្តីកើតនឹងមិនកើតទៀតក្តីកើតទៀតក៏មិនមែនមិនកើតទៀតក៏មិនមែនក្តីរមែងមិនគួរពោលបុគ្គលកាលបញ្ញត្តិគួរបញ្ញត្តិនៅសត្វដោយវេទនាឯណាលៈកាលបញ្ញត្តិគួរបញ្ញត្តិនៅសត្វដោយសញ្ញាឯណាលៈកាលបញ្ញត្តិគួរបញ្ញត្តិនៅសត្វដោយសង្ខារឯណាលៈកាលបញ្ញត្តិគួរបញ្ញត្តិនៅសត្វដោយវិញ្ញាណឯណាលៈវេទនាសញ្ញាសង្ខារវិញ្ញាណនោះដែលតថាគតបានលះបង់ចោលហើយបានកោះរំលើងឬគល់អស់ហើយបានធ្វើឲ្យនៅសល់តែទីនៅដូចជាទីនៅនៃដើមត្នោតបានធ្វើឲ្យលែងមានបែបភាពមានសភាពមិនគួរកើតឡើងតទៅទៀតឡើយការពោលថាសត្វដល់នៅការស្លាប់កើតទៀតក្តីមិនកើតទៀតក្តីកើតទៀតនិងមិនកើតទៀតក្តីកើតទៀតក៏មិនមែនមិនកើតទៀតក៏មិនមែនរមែងពុំគួរពោលឡើយគ្រានោះព្រះបាទបសេនតិកោសលទ្រង់មានព្រះរាជហឫទ័យត្រេកអរអនុមោទនាចំពោះភាសិទ្ធរបស់ព្រះខេមាភិក្ខុនីហើយទ្រង់ក្រោកចាកអាសនៈក្រាបថ្វាយបង្គំព្រះខេមាធ្វើប្រតិសិនហើយក៏ជះចេញទៅលុះសម័យខាងក្រោយមកព្រះបាទបសេនតិកោសលស្ដេចចូលទៅកល់ព្រះវិចិនស្រីហើយគង់ក្នុងទីដ៏សមគួរលុះព្រះបាទបសេនតិកោសលគង់ក្នុងទីដ៏សមគួរហើយក៏បានក្រាបបង្គំទូលព្រះភិក្ខវេដោយបញ្ហាតាមដែលបានត្រាស់សួរនាងខេមាភិក្ខុនីមកហើយនោះនឹងព្រះមានជោគព្រះអង្គត្រាស់តបបញ្ហានោះចំពោះព្រះបាទបសេនតិកោសលដូចគ្នានឹងខេមាភិក្ខុនីបានពន្យល់រួចមកហើយដោយសពគ្រប់គ្រានោះព្រះបាទបសេនតិកោសលទ្រង់ក្រាបទូលនឹងព្រះមហាវីរៈថាបបិទ្ធព្រះអង្គដ៏ចម្រើនអស្ចារ្យណាស់
បបិទ្ធព្រះអង្គដ៏ចម្រើនចម្លែកណាស់ព្រោះថាបើនឹងប្រៀបធៀបអត្តដោយអត្តព្យញ្ជនៈដោយព្យញ្ជនៈរបស់ព្រះសាស្តាផងរបស់សាវិកាផងនឹងឃើញសមគ្នាមិនឃ្លៀងឃ្លាតគ្នាក្នុងបទដ៏ប្រសើរនេះបបិទ្ធព្រះអង្គដ៏ចម្រើនក្នុងសម័យមួយក្នុងទីឯណោះខ្ញុំព្រះអង្គបានចូលទៅរកខេមាភិក្ខុនីហើយសួរនៅសេចក្តីនោះឯខេមាភិក្ខុនីជាម្ចាស់នោះបានជាកសេចក្តីនោះដូចបទទាំងនោះដោយព្យញ្ជនៈទាំងនោះដល់ខ្ញុំព្រះអង្គមានទំនងដូចជាព្រះមានប្រភិយដែរបបិទ្ធព្រះអង្គដ៏ចម្រើនបើដូច្នោះខ្ញុំព្រះអង្គសូមលាទៅក្នុងកាលឥឡូវនេះព្រោះខ្ញុំព្រះអង្គជាអ្នកមានកិច្ចច្រើនមានការងារច្រើនគ្រានោះព្រះសម្ពុទ្ធត្រាស់ថាបបិទ្ធមហារាជព្រះអង្គសម្គាល់នៅកាលគូក្នុងកាលឥឡូវនេះចុះលំដាប់នោះឯងព្រះបាទប្រសេនទីកោសលទ្រង់ត្រេកអរអនុមោទនាចំពោះភាសិទ្ធរបស់ព្រះទស្សពលហើយក៏ក្រោកចាក់អាសនៈក្រាបថ្វាយបង្គំព្រះលោកកនិតរួចធ្វើប្រតិសិនហើយក៏ជិះចេញទៅនៅមានរឿងដែលព្រះនាងខេមាធេរីដែលព្រះនាងជាម្ចាស់ត្រូវមកផ្ចាញ់តាមដែលមានសម្ដែងប្រកាសក្នុងគម្ពីរខតកនិកាយធេរីគាថាដូចមានសេចក្តីថាថ្ងៃមួយព្រះនាងខេមាគង់សម្រាកពេលថ្ងៃនៅទៀបគល់ឈើមួយដើមក្នុងខណៈនោះមានចិត្តបាបខ្លែងខ្លួនជាបរិះកំឡោះចូលទៅរកព្រះធេរីហើយពោលលួងលោមថាហើយនាងខេមានាងនៅក្មេងជាស្រីមានរូបស្អាតយើងសោតក៏នៅក្មេងកំឡោះនាងចូលមកយើងនឹងត្រេកត្រអាលដោយតោតន្ត្រីប្រកបដោយអង្គ5តន្ត្រីប្រកបដោយអង្គ5គឺ1អត្តតាមស្គរដែលគេដាស់ពាសពេញមកខាង2វិត្តតាមស្គរតូចដែលគេដាក់ពាសពេញទាំងសងខាងមានសម្ភរៈជាដើម3អត្តតាមវិត្តតាមស្គរធំដែលគេដាស់ពាសទាំងនៅខាងមានស្គរជ័យជាដើម4ខណាំងគ្រឿងតូនត្រីតាន់គ្មានប្រហោង5សុសិរាំងគ្រឿងតូនត្រីមានប្រហោងសដន3ដកសង្យុតសកិថាវៈភិក្ខុនីសង្យុតព្រះនាងខេមាធិរីបានពោលតបមាដោយពាក្យដែលជាគាថាមានសេចក្តីថាអាត្មានឿយណាយធុញទ្រាន់ដោយកាយស្អុយដែលមានជំងឺជានិច្ចពុកផុយនេះកាមតណ្ហាអាត្មាដកចោលហើយកាមទាំងឡាយមានឧបមាដូចលំពេងនិងអណ្ដាលជាទីកាប់ចិញ្ច្រាំនៅខណ្ឌទាំងឡាយអ្នកនិយាយចំពោះដំណេកក្នុងកាមណាឥឡូវនេះដំណេកក្នុងកាមនោះមិនជាទីត្រេកអរនៃអាត្មាទេសេចក្តីរីករាយក្នុងអារម្មណ៍ទាំងពួងអាត្មាបានកម្ចាត់ចេញហើយគំនងងឹតអាត្មាបានទម្លាយហើយមនាលមានចិត្តបាបអ្នកចូលដឹងយ៉ាងនេះចុះមនាលលាមកអ្នកឯងអាត្មាបានកម្ចាត់ចេញហើយពួកជនពាលមិនដឹងតាមសេចក្តីពិតសំពះអ្នកខត្តរឹកទាំងឡាយបូជាភ្លើងក្នុងព្រៃហើយសម្គាល់ថាជាការបរិសុទ្ធចំណែកខាងអាត្មាអ្នកនមស្ការព្រះពុទ្ធជាបរិះដ៏ខ្ពង់ខ្ពស់ជាអ្នកធ្វើតាមសាសនារបស់ព្រះសាស្តាបានរួចស្រឡះហើយចាក់ផុតទុក្ខទាំងពួងជីវប្រវត្តិរបស់ព្រះនាងខេមាធិរីសន្មតថាចប់ដោយសង្ខេបសាធុសាធុសា